ខ្ញុំអត់ឲ្យឪពុកម្ដាយខ្ញុំធ្វើអីទាំងអស់តែម្ដងអត់ឲ្យធ្វើទេពួកខ្ញុំស្រឡាញ់គាត់ណាខ្លាចគាត់ហត់បាទទៅថែសួនដាំផ្កាធ្វើចកាអីផ្សេងៗហ្នឹងអត់ឲ្យធ្វើទេបាទអីក៏ដោយធ្ងន់បាទអត់ឲ្យធ្វើទេអង្គុយឲ្យសនុកឲ្យសួរបាទដល់ម៉ោងញ៉ាំដល់ម៉ោងគេងបាទប៉ុណ្្នឹងបានហើយទម្លាប់នេះមិនល្អទេសម្រាប់ពុកម្ដាយដែលមានវ័យរៀងចាស់តិចគួរតែជំរុញបើសិនជាគាត់ចង់ណាជំរុញគាត់បន្ថែមទៀតឲ្យគាត់ធ្វើសកម្មភាពបាទថែសួនដាំផ្កាមានជារុក្ខជាតិអីផ្សេងៗហ្នឹងបាទឲ្យគាត់ធ្វើបាទដើរជំនាញផ្ទះវិញធ្វើទាំងអស់លើសពីហ្នឹងការអានបាទហើយជាមួយនឹងលបែងមួយចំនួនដូចជារៀបពាក្យលបងប្រាជ្ញាផ្សេងៗហ្នឹងបាទធ្វើជាមួយគាត់ពីព្រោះទាំងអស់នេះហើយគឺជួយឲ្យស្មារតីរបស់គាត់ឲ្យសុខភាពរបស់គាត់ការចងចាំរបស់គាត់មានល្អពួកគាត់គឺដើររហូតបាទហើយសុខភាពទូទៅរបស់គាត់ក៏ល្អប្រសើរដែរអញ្ចឹងហើយកុំស្រឡាញ់ឪពុកម្ដាយខ្លាំងពេករហូតតតែកុំឲ្យគាត់ធ្វើអីសោះស្វែងរកនិងទិញផលិតផលសុខភាពដែលសុទ្ធនៅក្នុង Meet Dr. Shop